ទំហំផ្ទះអ្នកក្រនិងទំហំផ្ទះអ្នកមានហ្នឹងវាយ៉ាងម៉េចទីមួយយើងនិយាយអំពីទ្រង់ទ្រាយរបស់ផ្ទះបាទតោងតែជាផ្ទះដែលមានរាង4ជ្រុងពិសេសគឺ4ជ្រុងត្រវែងក៏បីទៅតឹងនៃផ្ទះហ្នឹងបាទ2ដងស្មើនឹងបណ្ដោយនៃផ្ទះបាទនេះជាទ្រង់ទ្រាយបាទជាទ្រង់ទ្រាយនៃផ្ទះយើងនិយាយកម្ពស់បើយើងនិយាយអំពីស្លាបជញ្ជាំងបាទនិយាយពីស្លាបជញ្ជាំងតោងកម្ពស់4ម៉ែត្រខ្ពស់បំផុតគឺ6ម៉ែត្រហើយ4ហុងស៊ុយបាននិយាយបញ្ជាក់ថាទំហំផ្ទះវាជាបាទគោលការណ៍គឺជាមូលហេតុកំណត់ជោគវាសនានៃទ្រព្យរបស់មនុស្សអញ្ចឹងយើងនិយាយពីទំហំផ្ទះបាទទំហំផ្ទះអ្នកដែលមានទំហំផ្ទះទាបជាង50ម៉ែត្រក្រឡាបាទកំណត់ថាជាផ្ទះអ្នកក្រទំហំផ្ទះចាប់ពី50ម៉ែត្រការ៉េទៅដល់100ម៉ែត្រការ៉េណាត់មធ្យមទី2ពី100ម៉ែត្រការ៉េទៅដល់150ម៉ែត្រការ៉េបាទជាទំហំផ្ទះបាទជាទំហំផ្ទះហៅកម្រិតលើមធ្យមទំហំផ្ទះចាប់ពី150ម៉ែត្រការ៉េឡើងទៅបាទបើអ្នកនោះសមត្ថភាពគ្រប់គ្រាន់បរិបូរណ៍នឹងអាចคลายទៅជាអ្នកមានបាទคลายទៅជាអ្នកមានឬក៏คลายទៅជាអ្វីដែលខ្ពស់ជាងទៀតបាទនេះហើយជាគោលការណ៍ជាក្បួនហុងស៊ុយដែលកំណត់គេហៅកំណត់ជោគវាសនារបស់មនុស្សផ្នែកខាងទ្រព្យសម្បត្តិបាទអូខេបើវីដេអូនេះមានប្រយោជន៍សូម share បន្តដើម្បីចែកគ្នាដឹងឮនិងធ្វើការសិក្សាឆ្នាំចាំ